ទីហ៊ានថៃនៅថ្ងៃទី15ខែតុលាឆ្នាំ2025បានបន្តឈូសឆាយដីចំការស្វាយទំហំ1ហិកតានៅក្នុងភូមិព្រៃច័ន្ទនិងបានបញ្ជូនរថពាសដែកមួយគ្រឿងទៅក្បែរភូមិជោគជ័យស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនេះបើយោងទៅតាមលោកលីសវណ្ណរិទ្ធអភិបាលរងខេត្តបន្ទាយមានជ័យលោកលីសវណ្ណរិទ្ធបានប្រាប់ថាទីហ៊ានថៃជាង20នាក់ខ្លះប្រដាប់ដោយអាវុធបានចូលទៅដីចំការដែលពួកគេបានឈូសឆាយរួចឈរជាពីរជួរច្រៀងបទភ្លេងជាតិរបស់ថៃដែលទំនងដើម្បីអបអរនៅអ្វីដែលលោកអភិបាលរងចាត់ទុកថាជាការឈ្លានពាននិងរំលោភលើអធិបតេយ្យភាពរបស់កម្ពុជានេះគឺជាថ្ងៃទី5ហើយដែលទីហ៊ានថៃបានបន្តសកម្មភាពឈូសឆាយកំទេចចំការធំៗរបស់ពលរដ្ឋខ្មែរក្នុងនោះមានចំការដូងទំហំ2ហិកតានិងចំការស្វាយ1ហិកតាដែលមានរងចាំចំការមួយលោកអភិបាលរងបញ្ជាក់ថាដីចំការទាំងនេះត្រូវថៃពាត់យកកាលពីខែសីហាឆ្នាំ2025យោងតាមកាសែតក្នុងស្រុកថៃក្រុមកងទ័ពថៃក្រុងនឹងឈូសដីនិងរាវមានលើផ្ទៃដីសរុប10ហិកតានៅក្នុងភូមិព្រៃច័ន្ទដោយឡែកនៅភូមិជោគជ័យលោកលីសវណ្ណរិទ្ធប្រាប់ថារថពាសដែកមួយគ្រឿងដែលថៃបញ្ជូនទៅគឺជាប្រភេទរថក្រោះប្រយុទ្ធក៏ប៉ុន្តែមិនទាន់មានព័ត៌មានពីចេតនារបស់ថៃនៅក្នុងការបញ្ជូនរថក្រោះនេះទៅក្បែរភូមិរបស់កម្ពុជាទេការចល័តទ័ពនឹងគ្រឿងសព្វាវុធគឺបំពានបទឈប់បាញ់ដែលថៃហាក់មិនអើពើ